ចង់ធ្វើជាមនុស្សដំបងបំផុតដើម្បីទទួលបានព័ត៌មានដែលបានកាត់ឡើងភ្លាមដែរឬទេរដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបើកមជ្ឈមណ្ឌលសម្រាប់សម្របសម្រួលការងារគ្រប់ជាតិសាសន៍នៅក្នុងការស្វែងរកជនហោះ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអនុម័តច្បាប់ដែលបម្រើដល់វិស័យយុត្តិធម៌និងដោះស្រាយបញ្ហាប្រឈមមុខនានាកាន់តែងាយស្រួលជាមួយសេវាថ្មីគឺសេវាទូរស័ព្ទស្ដាប់ព័ត៌មានរបស់ Cellcard សេវាកម្មនេះនឹងផ្ដល់ឲ្យអតិថិជន Cellcard ទាំងអស់ទទួលបានព័ត៌មានថ្មីជាសំឡេងជាភាសាខ្មែរតាមរយៈទូរស័ព្ទរបស់លោកអ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែងលោកអ្នកអាចស្ដាប់ព័ត៌មានថ្ងៃនេះព័ត៌មានកាលពីម្សិលមិញនិងព័ត៌មានទាន់ហេតុការណ៍បានភ្លាមដើម្បីទទួលបានព័ត៌មានឬភ្ជាប់សេវានេះសូមទូរស័ព្ទទៅលេខ7878ហើយធ្វើតាមការណែនាំសម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ812ឬ012 812 812មានតែCellcardប្រព័ន្ធទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជា